ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅតំបន់អ្នកនេសាទកន្លែងដែលខ្ញុំធ្វើការហ្នឹងគឺខែនេះសតការងារទៀតហើយពុកម៉ែបងប្អូនហើយអត់ត្រូវមានការងារសោះតែម្ដងពីព្រោះអីទូកចូលមកថ្ងៃមុនហ្នឹងគឺបានត្រីតិចមែនតែនហើយឥឡូវនេះគឺមកមើលមុខផែដែលធ្លាប់ទូកចូលណែហ្នឹងគឺស្លាស់តែម្ដងហើយទូកភាគច្រើនដូចបងប្អូនដឹងស្រាប់ហើយខ្ញុំធ្លាប់ចេញវីដេអូមុនហ្នឹងគឺទូកចូលទៅខាងប៉ាតានីឬក៏ខាងត្រាតខាងបាស្រែហ្នឹងគឺច្រើនមែនតែនពីព្រោះអីនៅខាងនោះទូកពេលដែលចេញទៅរកត្រីនៅខាងនោះគេថាគៀកជាងនៅខាងរយងមករយងគឺឆ្ងាយជាងហើយបើសិនជាមករយងហ្នឹងគឺភាគច្រើនតែម្ដងទូកដែលមានអួនខូចអួនខាតអីចឹងពុកម៉ែបងប្អូនដូច្នេះហើយគឺចូលមកខាងរយងហ្នឹងគឺធ្វើអួនតែម្ដងចេញវីដេអូម្ដងនេះគឺរាំងត្អូញត្អែតែចុះឲ្យពុកម៉ែបងប្អូនពីព្រោះអីការងារអត់សូវមានលុយហ្នឹងក៏អត់សូវមានចាយដែរហើយសកម្មភាពនៅព្រំដែនហ្នឹងក៏តឹងតែងទៀតពុកម៉ែបងប្អូនហើយមិនដឹងជាទៅណាមកណីទេឥឡូវហ្នឹងគឺមកទស្សនាកន្លែងដែលខ្ញុំធ្វើការរាល់ថ្ងៃផងដែរគឺរាំងស្ងាត់ទូកមែនតែនចំណែកដែលខ្សែពណ៌លឿងនេះវិញពុកម៉ែបងប្អូនគឺក្រុមអ្នកនេសាទគេចងព្យួរឡើងលើហើយគេក្រងគេទុកធ្វើកត្រកសម្រាប់ដុសត្រីតែម្ដងហើយចំណែកដែលទូកនេះគឺចិត្តបានចេញហើយពីព្រោះអីទូកហ្នឹងគឺធ្វើសាច់អួនរួចរាល់អស់កូនដៃក៏មកគ្រប់គ្នាអស់ផងដែរឥឡូវនេះគឺចិត្តបានចេញហើយពុកម៉ែបងប្អូនពីព្រោះអីទូកនឹងចតយូរខែមកដែរហើយត្រៀមនឹងចេញតែម្ដងហើយចំណែកដែលអ៊ំស្រីម្នាក់នេះវិញគាត់កំពុងតែអង្គុយស្ទូចត្រីថ្ងៃនេះគឺស្ទូចត្រីហ្នឹងគឺអត់សូវស៊ីប្រហែលទេគឺរាំងស្ងាត់មែនតែនរដងហ្នឹងគឺគាត់មកជាក្រុមហ្នឹងគឺស្ទូចត្រីបានច្រើនមែនតែនចាស់ផ្ដាំចោលឡើយពុកម៉ែបងប្អូនចោលលើទៅ4ឥឡូវនេះគឺក្រុមអ្នកនេសាទពួកគាត់បានរៀបចំសាច់អួនរួចរាល់អស់ហើយពុកម៉ែបងប្អូនមិញហ្នឹងគឺនាំគ្នាទាញសាច់អួនស្មើគ្នាតែម្ដងហើយខ្ញុំបាទហ្នឹងក៏ដើរចុះដើរឡើងហ្នឹងគឺមកសុំត្រីគេមើលពុកម៉ែបងប្អូនគឺអ៊ំស្រីគាត់នឹងអង្គុយស្ទូចត្រីនៅមុខផែហ្នឹងគឺស្ទូចអត់ទាន់បានទេគឺក្នុងថាំងដាក់ត្រីគាត់ហ្នឹងគឺមានតែតកោហើយនឹងនុយសម្រាប់ស្ទូចត្រីឥឡូវហ្នឹងគឺបែរមកខាងក្នុងផែវិញម្ដងពុកម៉ែបងប្អូនគឺថ្ងៃនេះគឺស្ងាត់ទូកមែនតែចំណែកដែលឡាំងដែលខ្ញុំដងត្រីខ្ញុំដាក់ត្រីរាល់ថ្ងៃហ្នឹងគឺមានច្រើនពណ៌ច្រើនបែបមែនតែពុកម៉ែបងប្អូនហើយគឺមានពណ៌ខៀវពណ៌ក្រហមពណ៌លឿងពណ៌ផ្ទៃមេឃហើយចំណែកដែលកន្លែងនេះវិញគឺជាថាំងសម្រាប់ដាក់តកោពេលដែលមានត្រីមានអីហ្នឹងគឺចាប់ដើមកោយតកោមកគឺដងផ្លាស់សេជាមួយនឹងត្រីតែម្ដងឥឡូវនេះគឺមកមើលទូកក្រុមអ្នកនេសាទនេះវិញម្ដងគឺចេញទៅថ្ងៃដំបូងតែម្ដងពីព្រោះអីទូកហ្នឹងគឺចតយូរឆ្នាំមកហើយពុកម៉ែបងប្អូនតម្រាំនឹងបានចេញហ្នឹងគឺយូរមែនតែនហើយទូកនេះដែរគឺចតយូរហើយក៏យកមកកែកុនលាបថ្នាំលាបពណ៌សាជាថ្មីហ្នឹងគឺថ្មីតែងតែម្ដងឥឡូវហ្នឹងគឺដល់ថ្ងៃចេញទៅហើយគឺថ្ងៃដែលចេញទៅដំបូងគេបង្អស់តែម្ដងហើយឥឡូវនេះគឺវីដេអូរបស់ខ្ញុំបាទហ្នឹងក៏ឈានមកដល់ទីបញ្ចប់ផងដែរជាចុងក្រោយគឺសូមអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាមកទស្សនាវីដេអូរបស់ខ្ញុំបាទពីដើមរហូតដល់ចប់សូមឲ្យពុកម៉ែបងប្អូនតែណាមកណាសូមជួបតែសុវត្ថិភាពគ្រប់គ្នាអរគុណជម្រាបលាជួបគ្នានៅវីដេអូថ្មីបន្ទាប់ទៀត